បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលចង់ចែករំលែកតាក់ទងជាមួយនឹង8ចំណុចសម្រាប់អ្នកដែលគាត់ចុះបញ្ជីបើកអាជីវកម្មហើយណាខ្ញុំគិតថាចំណុចនេះគឺសំខាន់ដែលជាបទពិសោធន៍ក៏ដូចជាបទពិសោធន៍ការងារក៏ដូចជាចំណេះដឹងដែលខ្ញុំធ្លាប់ធ្វើការកន្លងមកអញ្ចឹងណាហើយចង់ចែករំលែកទៅអ្នកដែលគាត់បើកអាជីវកម្មថ្មីឬក៏អ្នកខ្លះគាត់អាចបើកយូរហើយប៉ុន្តែបើគាត់អត់ទាន់បានដឹងចំណុចទាំងហ្នឹងគាត់អាចធ្វើការសិក្សាស្វែងយល់បន្ថែមណាព្រោះវាជារឿងមួយដែលសំខាន់ណាសម្រាប់អ្នកដែលចុះបញ្ជីយើងមិនមែនថាយើងបើកហើយយើងដឹងតែរកស៊ីធ្វើម៉េចឲ្យក្រុមហ៊ុនយើងដំណើរការវាជោគជ័យបើមិនជាយើងអត់មានគប់ផ្សំជាមួយចំណុចផ្សេងទៀតណាអញ្ចឹងនៅក្នុងនេះគឺយើងមាន8ចំណុចនេះខ្ញុំគិតថាវាក៏ជារឿងមួយដែលសំខាន់ហើយមិនមែនថា8ចំណុចហ្នឹងវាពេញលេញទេវាអាចមានចំណុចផ្សេងទៀតឥឡូវហ្នឹងយើងមកមើលថាតើចំណុចអីខ្លះដែលខ្ញុំធ្វើការបង្ហាញចំណុចសំខាន់ហ្នឹងគឺនៅ8ចំណុចនេះកន្លែងនេះគឺមានទី1គឺតកតងមួយការប្រកាសពន្ធប្រចាំខែទី2គឺការដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំការបង់បន្តប្រចាំឆ្នាំពន្ធតែមទី4ការដាក់របាយការណ៍ហិរញ្ញវត្ថុទៅនិយាយខុសគណនេយ្យនិងសកម្មកម្មឬក៏យើងនិយាយពាក្យខ្លីថាអាការអញ្ចឹងណាទី5គឺយើងតម្កល់ប្រតិវេតនៅខាងក្រសួងពាណិជ្ជកម្មការធ្វើសវនកម្មវិពន្ធដារការកាន់បញ្ជីស្នាមក្រុមហ៊ុនហើយចុងក្រោយគេគឺការរក្សាទុកឯកសាររបស់ក្រុមហ៊ុនអញ្ចឹងនៅក្នុង slide នេះខ្ញុំធ្វើការបញ្យល់ណែនាំបន្ថែមតិចតកតងជាមួយនឹងចំណុចមួយដែលខ្ញុំបញ្យល់ខាងលើទាំង8ហ្នឹងណាអញ្ចឹងក្រោយការចុះបញ្ជីកាតព្វកិច្ចសំខាន់បំផុតរបស់ក្រុមហ៊ុនយើងនិយាយរាប់ពីប្រភេទអ្នកជាប់ពន្ធតូចឡើងទៅអ្នកដែលចុះបញ្ជីណាអ្នកជាប់ពន្ធតូចអ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំអញ្ចឹងកាតព្វកិច្ចចម្បងមកគាត់គឺត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែបើសិនជាគាត់អត់បានដាក់ទាន់ពេលវេលាទេវាអាចនឹងទទួលរងនឹងការផាកពិន័យផ្សេងបើមានប្រាក់ពន្ធគាត់ត្រូវរងពិន័យទៅលើការប្រាក់ពន្ធបន្ថែមអីចឹងទៅបើសិនជាអត់ទេទោះបីជាមិនមានប្រាក់ពន្ធក៏ដោយគាត់ត្រូវតែដាក់លិខិតប្រកាសដែរដើម្បីប្រកាសទៅពន្ធដារជាប្រចាំខែណាចឹងអានេះជាកាតព្វកិច្ចសំខាន់ណាបើសិនជាគាត់អត់បានគាត់គិតថាបើប្រហែលជាតើមានប្រាក់ពន្ធហើយបានចាំប្រកាសអានឹងវាអាចជាការយល់ច្រឡំដែរហើយការដែលយើងយឺតយ៉ាវនោះវាអាចមានការបង់ពិន័យទោសទណ្ឌអីផ្សេងជាពិសេសបច្ចុប្បន្ននេះពន្ធដារមានការពិន័យអំពើរាំងស្ទះហ្នឹងរហូតដល់5លានរៀលអានឹងករណីអំពើរាំងស្ទះទៅលើការដាក់ឯកសារប្រកាសណាអញ្ចឹងវាសំខាន់អញ្ចឹងយើងត្រូវកំណត់សម្គាល់ចំណុចទាំងមួយសម្រាប់អ្នកដែលបើកអាជីវកម្មថ្មីមិនថាចាស់ហើយយើងត្រូវយល់ចំណុចហ្នឹងហើយទី2គឺការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំវាដូចជាប្រកាសពន្ធប្រចាំខែដែរតែគ្រាន់តែការប្រកាសពន្ធប្រចាំខែយើងធ្វើឡើងជារៀងរាល់ខែសម្រាប់ការប្រកាសពន្ធប្រចាំឆ្នាំយើងធ្វើនៅពេលដាច់ឆ្នាំនីមួយៗក្នុងកំឡុងពេល3ខែដើមឆ្នាំឧទាហរណ៍ថាឆ្នាំនេះឆ្នាំ2026អញ្ចឹង2027ដើមខែ3ខែពីខែ1ដល់ខែ3ហ្នឹងគឺយើងត្រូវតែរៀបចំលិខិតប្រកាសពន្ធប្រចាំឆ្នាំនេះឲ្យបានទាន់ពេលវេលាមិនថាក្រុមហ៊ុនយើងចំណេញក្រុមហ៊ុនយើងខាតក្រុមហ៊ុនយើងមានចំណូលឬក៏គ្មានចំណូលបែបណាក៏ដោយយើងត្រូវតែដាក់ទាំងអស់ព្រោះវាជាកាតព្វកិច្ចរបស់ប្រភេទក្រុមហ៊ុនអ្នកជាប់ពន្ធណាអញ្ចឹងអានឹងវាជារឿងមួយសំខាន់ណាហើយពន្ធលើប្រាក់ចំណូលនេះគឺកាលពីមុនឡើយគឺគេប្រើពាក្យថាពន្ធលើប្រាក់ចំណេញខាងពន្ធដារហើយបច្ចុប្បន្នឃើញប្រើប្រាស់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំវិញហើយអត្រាពន្ធលើប្រាក់ចំណូលនេះគឺខុសគ្នាដូចគ្នាទេអត្រាមាន0មាន 5% មាន20មាន30អញ្ចឹងទៅហើយមួយទៀតគឺអត្រាកំណើនតាមថ្នាក់សម្រាប់ប្រភេទអ្នកជាប់ពន្ធតូចអ្នកជាប់ពន្ធតូចនេះតាមពិតទៅពីមុនមកគឺមានរបបមួយទៀតហៅថារបបម៉ៅខាប៉ុន្តែបច្ចុប្បន្នប្រទេសកម្ពុជាយើងក៏លែងអនុវត្តដែរយើងមានចាប់ពីជាប្រភេទអ្នកជាប់ពន្ធតូចឡើងទៅអញ្ចឹងពន្ធលើប្រាក់ចំណេញនេះក៏វាសំខាន់ដែរយើងក៏ត្រូវមានកាតព្វកិច្ចដាក់ដែរអញ្ចឹងម្ចាស់ក្រុមហ៊ុនត្រូវដឹងទោះបីជាយើងមិនមានជំនាញក្នុងការរៀបចំក៏ដោយក៏យើងត្រូវតែរកភ្នាក់ងារដែលគាត់មានជំនាញធ្វើឬក៏អាចរើសបុគ្គលិកដែលគាត់មានជំនាញឲ្យធ្វើការប្រកាសឲ្យជារៀងរាល់ឆ្នាំណាហ
ហើយសម្រាប់ចំណុចទី3គឺការបង់ពន្ធបតង់ប្រចាំឆ្នាំឬក៏ពន្ធតែមការបង់ពន្ធបតង់ឬក៏ពន្ធតែមនេះគឺយើងបង់ជាប្រចាំឆ្នាំដូចគ្នាវាដូចតែនឹងការប្រកាសពន្ធប្រចាំឆ្នាំពន្ធលើប្រាក់ចំណេញខាងលើនឹងចឹងសម្រាប់ការបង់ពន្ធបតង់ការបង់បតង់គឺខុសៗគ្នារវាងអ្នកជាប់ពន្ធតូចអ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំអ្នកជាប់ពន្ធតូចគឺគាត់បង់តម្លៃតែ40,000ទេក្នុងមួយឆ្នាំណាហើយអ្នកជាប់ពន្ធមធ្យមគាត់បង់1,20,000និងអ្នកជាប់ពន្ធធំគាត់បង់មាន2កម្រិតគឺកម្រិតទី1គាត់បង់3លាននិងកម្រិតទី2គឺគាត់បង់5លានអាហ្នឹងសម្រាប់អ្នកជាប់ពន្ធធំហើយការបង់បតង់នេះគឺធ្វើឡើងរៀងរាល់ដាច់ឆ្នាំដូចគ្នាពីខែ1ដល់ខែ3រយៈពេលបង់បើយើងបង់យឺតយ៉ាវក៏មានការពិន័យដូចគ្នាអញ្ចឹងអត់ខុសគ្នាទេជាមួយនឹងការប្រកាសពន្ធប្រចាំខែប្រចាំឆ្នាំដូចគ្នាហើយសម្រាប់ពន្ធតែមនេះភាគច្រើនយកសូវប្រើពាក្យហ្នឹងច្រើនតែយើងហៅពន្ធស្លាកយីហោពន្ធអីអញ្ចឹងទៅតែងាយស្រួលយល់ណាយើងពន្ធនេះគឺយើងយកដូចគ្នាដែរដែលជាពន្ធផ្សាយទាំងផ្សាយពាណិជ្ជកម្មពន្ធយើងលើកផ្លាកលើកអីអញ្ចឹងណាចាពន្ធទាំងអស់ហ្នឹងក៏យើងត្រូវបង់ប្រចាំឆ្នាំដែរបើសិនជាក្រុមហ៊ុនយើងមានការលើកផ្លាកផ្ទាំងផ្សាយពាណិជ្ជកម្មមានស្អីហោហាយអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងការបង់ពន្ធនឹងបែបហ្នឹងដូចគ្នានេះគេហៅថាពន្ធដូចយើងដាច់ឆ្នាំយើងត្រូវបង់អញ្ចឹងណាបាទហើយមានអីទៀតចំណុចផ្សេងទៀតតកតមួយការដាក់របាយការណ៍ទៅខាងនាយកគណនេយ្យនិងសាវនកម្មគេថាអាការនឹងឯងតាមពិតទៅការកាតព្វកិច្ចនៃការដាក់ឯកសារនេះគឺយើងទើបតែមានប្រហែលជាប្រហែលឆ្នាំចុងក្រោយដែររាប់ទៅប្រហែលជាល្បាក់ឆ្នាំ2021 22មកកាលពីមុនមកក៏អត់ទាន់មានដែរការដាក់របាយការណ៍ទៅខាងនាយកគណនេយ្យសាវនកម្មនេះគឺយើងដាក់របាយការណ៍ហិរញ្ញវត្ថុរបស់យើងដូចជាមានរបាយការណ៍ទ្រព្យម្ចាស់របាយការណ៍រក្សាទុករបាយការណ៍តុល្យការអញ្ចឹងទៅអញ្ចឹងពេលខ្លះខ្ញុំនិយាយវាអាចមិនយល់សម្រាប់ដែលគាត់មិនមានជំនាញតែបើគាត់មានជំនាញគាត់អាចយល់ថារបាយការណ៍ខ្លះអញ្ចឹងណាហើយការដែលយើងធ្វើហ្នឹងយើងធ្វើរៀងរាល់ដាច់ឆ្នាំដូចគ្នាប៉ុន្តែវាមានរយៈពេលវែងបន្តិចសម្រាប់ដាក់រហូតដល់ថ្ងៃចាប់ពីថ្ងៃទី1ខែមករារហូតដល់ថ្ងៃទី20ខែ4នៃឆ្នាំបន្ទាប់អញ្ចឹងរៀងយូរជាងប្រកាសពន្ធប្រចាំខែប្រចាំឆ្នាំបន្តិចហើយវាមានកម្រិតវាផ្សេងគ្នាដែរការដាក់ហ្នឹងណាតែគាត់ខ្ញុំមិនលម្អិតទេដោយសារតែវាមិនជាប្រធានបទយ៉ាងនេះគាត់ខ្ញុំចង់លើកឡើងពី key ដែលម្ចាស់ក្រុមហ៊ុនគាត់គួរតែយល់ដឹងថាម្ចាស់ក្រុមហ៊ុនគាត់ពេលដែលចុះបញ្ជីហើយគាត់ត្រូវចាំថាគាត់អាចនឹងមានកាតព្វកិច្ចអីខ្លះដែលមើលទៅជាការងារដែលប្រចាំមកសម្រាប់គាត់បើសិនគាត់ភ្លេចភ្លាំងឬខ្វះចន្លោះលើចំណុចហ្នឹងគឺវាអាចមានការរងការពិន័យការអីចឹងទៅហើយការចូលប្រព័ន្ធការអីអាហ្នឹងខ្ញុំគិតថាវាមានជំនាញអ្នកដែលគាត់ជំនាញគាត់អាចដឹងហើយមិនខុសគ្នាទេតើតើមួយការប្រកាសពន្ធប្រចាំឆ្នាំក៏ប្រហាក់ប្រហែលនឹងការធ្វើរបាយការណ៍ហ្នឹងគឺប្រហាក់ប្រហែលគ្នាអត់ខុសគ្នាទេការប្រើប្រាស់ប្រព័ន្ធការ sign in បង្កើត account បង្កើតអីហ្នឹងគឺប្រើទម្រង់ដូចគ្នាជាមួយនឹងការប្រកាសពន្ធប្រចាំខែដែរចំណុចទី5ជាតងជាមួយនឹងការរំកល់ប្រតិវេតនៅខាងក្រសួងពាណិជ្ជកម្មការរំកល់ប្រតិវេតនេះគឺខ្ញុំមើលឃើញថាមានក្រុមហ៊ុនមួយចំនួនគាត់មានការយឺតយ៉ាវច្រើនហើយក៏អត់សូវចាប់អារម្មណ៍ដែរព្រោះការរំកល់ប្រតិវេតវាមានរយៈពេលយូរវាធ្វើឡើងរយៈពេល1ឆ្នាំហើយ1ឆ្នាំនេះគឺធ្វើក្នុងទម្រង់លក្ខណៈខួបនៃការចុះបញ្ជីក្រុមហ៊ុនអញ្ចឹងបើសិនជាក្រុមហ៊ុនយើងចុះបញ្ជីនៅក្នុងខែណាមួយមានថាខែនោះវិញគឺទៅបានយើងធ្វើអញ្ចឹងពេលខ្លះយើងភ្លេចយើងអត់បានចាប់អារម្មណ៍ទេអញ្ចឹងម្ចាស់ក្រុមហ៊ុនពេលខ្លះយើងកុំផ្ដោតសំខាន់ទៅលើភ្នាក់ងារជួយយើងពេកពេលខ្លះយើងត្រូវកំណត់សម្គាល់ដែរដោយសារតែខាងក្រសួងពាណិជ្ជកម្មនឹងធ្វើការផ្ញើអ៊ីមែលដាស់តឿនយើងរៀងរាល់ពេលដែលត្រូវបន្តប្រតិវេតនឹងអញ្ចឹងពេលដែលយើងចុះបញ្ជីក្រុមហ៊ុនម្ចាស់ក្រុមហ៊ុនក៏ត្រូវតែមើល mail មើលអីរបស់គាត់នឹងដែរព្រោះវាសំខាន់ណាហើយបើសិនជាយើងអត់បានបន្តតាន់ពេលវាមានការរងការផាកពិន័យរហូតដល់2លានរៀលអញ្ចឹងវារៀងច្រើនដែរអញ្ចឹងយើងត្រូវធ្វើការចងចាំនៅចំណុចនេះមួយទៀត
ការតម្កល់ប្រតិវេតនៅខាងក្រសួងពាណិជ្ជកម្មហើយការតម្កល់ប្រតិវេតនេះគឺយើងចំណាយអស់ទៅ 80000 រៀលទេក្នុងមួយឆ្នាំហើយរយៈពេលនៃការធ្វើគឺបច្ចុប្បន្ននេះគឺគេតម្រូវឲ្យធ្វើមុនពេលដែលយើងចុះបញ្ជីនឹង3ខែហើយយ៉ាងយូរបំផុតដល់15ថ្ងៃឧទាហរណ៍ថាយើងចុះបញ្ជីនៅថ្ងៃទី1មករាឆ្នាំ2026អញ្ចឹងមានន័យថាថ្ងៃទី1មករាឆ្នាំ2027យើងត្រូវធ្វើឲ្យប៉ុន្តែយើងអាចធ្វើមុននឹងយើងអាចធ្វើនៅក្នុងខែធ្នូខែវិច្ឆិកាខែអីចឹងទៅខែតុលាចឹងទៅមានន័យ3ខែមុនណាហើយយ៉ាងយូរបំផុត15ថ្ងៃមានន័យត្រឹមតែថ្ងៃ15មករាទេយ៉ាងយូរបំផុតអាហ្នឹងបច្ចុប្បន្នតែបើកាលពីមុនខាងក្រសួងពាណិជ្ជកម្មអាចឲ្យយើងធ្វើរហូតមានន័យ3ខែចុងក្រោយ3ខែក្រោយការចុះបញ្ជីចឹងបើពេលខ្លះយើងអាចផ្លិចភ្លាំងតិចតួចយើងអាចធ្វើតាន់តែឥឡូវវាយ៉ាងយូរបំផុតតែ15ថ្ងៃឯងហើយបើសិនជាយើងបង់យឺតយ៉ាវវាមានការពិន័យរហូតដល់2លានរៀលចឹងបង់ច្រើនហើយចំណុចទី6គឺការធ្វើសវនកម្មពន្ធដារការធ្វើសវនកម្មពន្ធដារនេះវាមានចំពោះក្រុមហ៊ុនភាគច្រើនគឺចាប់ពីអ្នកជាប់ពន្ធមធ្យមទៅអ្នកជាប់ពន្ធតូចមិនសូវមានទេតែនៅតែមានអញ្ចឹងហើយមិនមែនថាអត់ទេប៉ុន្តែគណៈភាគច្រើនគឺធ្វើសម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំហើយសវនកម្មនេះគឺជាធម្មតាគឺមាន3ទម្រង់គឺសវនកម្មលើលិខិតស្នាមឬ dash audit បើគេដាក់ dash audit លិខិតសវនកម្មមានកម្រិត limited audit ហើយនឹងសវនកម្មពេញលេញហ្នឹងគឺ comprehensive audit អញ្ចឹងតកតងមួយ3នេះគឺក្រុមហ៊ុនរបស់យើងគឺតែងតែមានហើយអញ្ចឹងម្ចាស់ក្រុមហ៊ុនគាត់ត្រូវត្រៀមខ្លួនទុកជាមុនគាត់ត្រូវរៀបចំឯកសាររក្សាទុកឲ្យបានត្រឹមត្រូវក៏ដូចជាការប្រកាសអីផ្សេងហ្នឹងគឺត្រូវធ្វើម៉េចឲ្យត្រឹមត្រូវដែរអានេះមិនមែនជាចំណុចមួយដែលយើងធ្វើជាទៀងទាត់ទេហើយគ្រប់ពេលទេគ្រាន់តែវាជាកាតព្វកិច្ចដែលនឹងមានប៉ុន្តែវាអាចរយៈពេល1ឆ្នាំ2ឆ្នាំឬក៏3ឆ្នាំអីចឹងទៅតាមការដាក់ចុះធ្វើសវនកម្មកម្មវិធីចុះធ្វើសវនកម្មពីពន្ធដារអញ្ចឹងគាត់ថាយើង notice ខ្លួនឯងណាឲ្យដឹងថាយើងនឹងអាចមានអីខ្លះពីពន្ធដារទី7គឺការកាន់បញ្ជីស្នាមក្រុមហ៊ុនតើតើមកការកាន់បញ្ជីស្នាមក្រុមហ៊ុននេះគឺវាមានប្រយោជន៍ច្រើនសម្រាប់តែយើងយកវាទៅប្រើប្រាស់ជាមួយនឹងការធ្វើសវនកម្មនៅខាងលើនឹងអញ្ចឹងអ្នកខ្លះគាត់ម្ចាស់អាជីវកម្មខ្លះគាត់ឲ្យតម្លៃទៅលើការដើម្បីឲ្យក្រុមហ៊ុនដើរប៉ុន្តែទន្ទឹមនឹងការដែលយើងដើរក្រុមហ៊ុនហើយយើងបានធ្វើការគ្រប់គ្រងបញ្ជីស្នាមក្រុមហ៊ុនយើងបានត្រឹមត្រូវទេវាជាចំណុចមួយដែលអាចឲ្យយើងខាតបង់ដែរព្រោះអីពេលដែលចុះធ្វើសវនកម្មម្ដងមិនថាសវនកម្មផ្ទៃក្នុងឬក៏សវនកម្មពន្ធដារគឺសុទ្ធតែត្រូវការឯកសារទាំងអស់ដើម្បីទៀងទាត់ជាមួយនឹងទិន្នន័យដែលយើងធ្វើការប្រកាសទៅពន្ធដារក៏ដូចជាយើងកត់ត្រាទៅលើទិន្នន័យចំណេញខាតរបស់យើងអញ្ចឹងណាអញ្ចឹងបើយើងអត់មានឯកសារនឹងមក support ទេយើងដឹងថាបានអីធ្វើជាផុសតាងទេអញ្ចឹងវាមានសារៈសំខាន់ណាឯកសារទាំងអស់ហ្នឹងអញ្ចឹងឯកសារនេះក៏ខ្ញុំលើកឡើងមួយចំនួននេះវាអាចមានផ្សេងទៀតដែលសំខាន់អញ្ចឹងមានដូចជារបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអញ្ចឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវាមានដូចជា income statement balance sheet cash flow អីចឹងទៅវាមានហូរថែអញ្ចឹងណាហើយមានអីទៀតដូចជាបកាយប័ត្រចំណូលបកាយប័ត្រចំណាយពេលដែលយើងទិញលក់យើងត្រូវមានច្បាស់លាស់រក្សាទុកឲ្យបានត្រឹមត្រូវអញ្ចឹងណាហើយមួយទៀតគឺកិច្ចសន្យាផ្សេងមិនថាកិច្ចសន្យាទិញលក់កិច្ចសន្យាបុគ្គលិកឬកិច្ចសន្យាបែបណាទេឲ្យទៅតាក់ទងជាមួយនឹងអាជីវកម្មយើងត្រូវតែរក្សាឲ្យបានត្រឹមត្រូវរបាយការណ៍ធនាគារដូចជាSECដូចជាប្រតិបត្តិគយនេះគឺសម្រាប់តែប្រភេទក្រុមហ៊ុនដែលគាត់ធ្វើការនាំចូលឯងគាត់អាចមានអានឹងគាត់ត្រូវ keep ទុកត្រូវកាន់កាប់ធ្វើម៉េចឲ្យបានត្រឹមត្រូវកុំឲ្យបាត់បង់មានដូចជារបាយការណ៍ stock អញ្ចឹងអានោះក៏សារៈសំខាន់ដែររបាយការណ៍ stock នេះគឺសម្រាប់ប្រភេទក្រុមហ៊ុនដែលទិញលក់ទំនិញហើយរបាយការណ៍រំលោះតាក់ទងមួយទ្រព្យសកម្មរបស់ក្រុមហ៊ុនដូចជាឡានម៉ូតូគ្រឿងសង្ហារិមសម្ភារៈបរិក្ខារផ្សេងហើយនឹងរបាយការណ៍គណនីត្រូវទទួលឬក៏ត្រូវសងធម្មតាក្រុមហ៊ុនយើងបើកអាជីវកម្មវាតែងមានហើយវាយើងមានខ្ចីគេឬក៏យើងជពាក់គេមិនតាន់សងអតិថិជនជពាក់យើងអីចឹងទៅអញ្ចឹងទាំងអស់នេះសុទ្ធតែជាឯកសារដែលយើងត្រូវតែមាន
mình tha chỉ so chỉ ha đấy nhưng thôi mới ở căn mình chi nam nắng phải bàn trầm trớ nè chiều sẽ cứ hàng audit cứ thời ca xa từ ngọn tháng trăm ba chứ nhưng thôi mới dương thời sạc xa cho nội nắng hay thì bẩm bấy cứ cho nội trong khỏi nhưng lực lang để tôi mà ca để xa tốt xa chân ca để xa tốt xa vì rất là sầm khăn tí đấy bởi sân gì dương điệp trong sau bài giang ấy trầm trớ ở hay bàn tay ca cột cron xa vào giờ nắng ban trầm trớ tục đạ ở miền sạt tập hiệp ban bị khôi về là hay đu gò việc bật bằng ta và thi nam muối bên đây thao vậy để dương ban cột cron lỏng máu với ban bật tam nâng đài chẳng chẳng dương thua vậy muối dương thời miền là ai xa thì có nâng hay lại ní cứ nhâm đặt lại ní than để cho bọn tôi prime năm để cho bọn mình xuống đọc năm chẳng để cho bọn tôi ní cứ sầm đào bọn đá còn đầm đào tha oi để tha tục ảnh xa nó ban prime năm tới hay sầm đậm để cho bọn mình xuống cứ đầm đào tục dạng dú trầm đọc năm bàn tay bà tam dự báo nhóm net off ní cô thầy tục về rồi hốt đó tại trong môn dương bật đó nè bộ ấy mình đang thay cái thời ca ai xa đó pena đây mấy mẹ dương khi bia rồi hốt đó trong môn dương bật mong tới bộ ấy bà ngày nào mỗi cái thời cái dương mình đang thay vô mò pena tí đây chân sụp chặt thay dương tục ở dú tam đại ai thưa bàn bàn tay có hỏi đấy cứ dương cũng ai việc còng năm này càng chậm mập bầm nọt nâng lò chiềng tụi bây chỉ dương miền phong bị bạc khoan như này cái nồi có khi tiện tông mỗi slide để nhóm thua cao visual càng lớn nó đôi chỉ miền tập bản năng thế hay bà dân chỉ miền dùng hòa là vậy thêm đứa có ca đại nhóm thua cao bằng hai càng lớn nó việc group trong trôi vì mình lo cho nó nè hay thua cao vì nằm lại đây thua cao của mình có video này bán bây giờ có xong ở con sầm áp ca cho room sập bà dân chỉ miền bóng non thua cao trong chỗ mình chi rồi có các bộ này sinh hay thua ca tụi này tụi nó tam lấy tu sắp rồi có telegram bọn nhom để đượcក្នុង slide នេះបានអូខេបាទអរគុណច្រើនសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាណា